ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសំណាងក្នុងកម្មវិធីនិទានរឿងខ្មោច Mr. Bona ជំនឿឬការពិតនៅអេពីសូត3រឿងព្រាយជីទូកខ្មៅសួស្តីប្រិយមិត្តដែលមានចំណូលចិត្តអានរឿងខ្មោចទាំងឡាយខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តអានរឿងខ្មោចនេះដែរពេលនេះខ្ញុំមានរឿងមួយយកមកចូលរួមគ្រាន់មិត្តអ្នកនិយមទាំងឡាយបានអានកំសាន្តអារម្មណ៍រឿងនេះជាបទពិសោធន៍ពិតដែលខ្ញុំបានជួបផ្ទាល់នឹងភ្នែកតែម្ដងកាលពីខ្ញុំមានអាយុ15ឆ្នាំខ្ញុំចូលចិត្តដើរនេសាទណាស់វាជារឿងធម្មតានៃជីវិតអ្នកស្រុកស្រែចម្ការដែលក្រោយពីដកស្ទូងរួចមានតែដើរនេសាទប៉ុណ្ណោះដើម្បីបានម្ហូបប្រចាំឆ្នាំមានថ្ងៃមួយនោះខ្ញុំនិងមិត្តភក្តិ4នាក់ទៀតបាននាំគ្នាទៅបបកត្រីនៅឯស្ទឹងដែលនៅឆ្ងាយពីភូមិប្រហែលជា3គីឡូម៉ែត្រក្រោយពីបបកអស់មួប្រឡប់ធំឃើញថាម្នាក់សុទ្ធតែបានត្រីគ្រាន់តែតិចនឹងច្រើនប៉ុណ្ណោះព្រោះបើអ្នកណាអង្គុយចំកន្លែងត្រីដើរច្រើនក៏បានច្រើនជាងគេបន្តិចអ្នកណាសួយអង្គុយមិនត្រូវផ្លូវត្រីក៏បានតិចជាងគេទៅនៅវេលាប្រហែលជាម៉ោង1អាត្រាតខ្ញុំងាកទៅមើលមិត្តម្នាក់ឈ្មោះអាកកដែលអង្គុយនៅក្បែរខ្ញុំឃើញវាដាក់ដងបបកចុះលេខលក់ស្ងាត់ជ្រាបទៅហើយប្រហែលជាវាខ្ជិលព្រោះត្រីមិនសូវស៊ីក៏មិនដឹងខ្ញុំខ្ជិលដាស់ក៏បណ្ដោយឲ្យវាដេកតាមដំណើរព្រោះបើចិត្តមិនចង់ក៏បបកមិនបានត្រីដែររហូតដល់ម៉ោង7:02ឮសូរមាត់ត្រីពើប៉ាប់ចាប់ចំណីគួរជាទីសង្ឃឹមដល់អ្នកបបកដូចជាពួកយើងក្នុងចិត្តចេះតែនឹកភ្នឹកថាមិនយូរទេយើងច្បាស់ជាបានមាត់ត្រីរអាធំកោងដងបបកជាមិនខានកំពុងតែរេដងបបកចុះឡើងស្រាប់តែខ្ញុំភ្ញាក់ប៉ះដៃប៉ះជើងរហូតរបូតដងបបកធ្លាក់ចេញពីដៃព្រោះតែស្លន់នឹងអាកបដែលស្រែកជំទាវវែពេញទំហឹងជាងនេះទៅទៀតវាព្រមទាំងស្រែកថាទូកខ្មៅធំណាស់វាកំពុងតែមកហើយប្រញាប់រត់គេឲ្យលឿនឡើងខ្ញុំនិងមិត្តភក្តិ3នាក់ទៀតឆ្លេឆ្លាប្រញាប់រត់ទៅមាវាពេលឃើញវាស្រែកផងចង្អុលផងដូចជាវានោះបានឃើញអ្វីពិតមែនអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំនិងមិត្តភក្តិ3នាក់ទៀតអត់មានឃើញអ្វីសោះពួកយើងក៏សន្មត់អាកកវារវើរវាយតែប៉ុណ្ណោះប៉ុន្តែមើលទៅអាកកវាមិនព្រមឈប់ត្រឹមនឹងឯណាវាធ្វើជារត់គេចដូចជាមានអ្វីដេញបុកវាអញ្ចឹងមែនពួកយើងឃើញដូចជាមិនសូវស្រួលក៏បបួលគ្នាត្រឡប់មកផ្ទះវិញបើនៅបបកតទៅទៀតក៏មិនបានដែរព្រោះត្រីវាផ្អើលរត់ពួនស្ងាត់ឈឹងអស់ទៅហើយពួកយើងម្នាក់មិនអស់ចិត្តសោះសង្ស័យតែអាកកវាប្រឌិតរឿងឡើងមិនចោតគ្នាឯងលេងព្រោះតែវាចង់ទៅផ្ទះក៏មិនដឹងព្រឹកស្អែកឡើងខ្ញុំដានទៅរកអាកកនៅឯផ្ទះពេលទៅដល់ឃើញវាអង្គុយយំទឹកភ្នែកទឹកសម្បោរហៀទាំងទឹកមាត់ដូចមនុស្សឈួតបន្តិចវាយំបន្តិចវាសើចជួនកាលវាប្រាប់ឲ្យមនុស្សនៅក្បែរវារត់គេចដោយស្រែកថាទូកខ្មៅធំណាស់វាកំពុងតែមកហើយប្រញាប់រត់គេចឲ្យលឿនឡើងក្នុងថ្ងៃមួយគ្នានោះអាកកវាប្រាប់ថាវាចង់ស៊ីមាន់ស្ងោតស្ទើឆ្អិនស្ទើឆៃម្ដាយរបស់វាក៏យកមកឲ្យតែវាប្រាប់ថាមាន់ស្ងោតតែមួយវាស៊ីមិនគ្រាន់ទេទាល់តែ3-4ឯណោះអ្នកស្រុកខ្លះនិយាយអាកកវាភ្លើអត់បន្ទាត់តែប៉ុណ្ណោះធ្វើតែមិនដឹងមិនលឺទៅវានឹងបានជាបាត់ទៅហើយអាកកមានអាការៈបែបនេះជាប់គ្នា3ថ្ងៃរួចវាក៏ស្លាប់បាត់ទៅដោយគ្មានមូលហេតុប៉ុន្តែពេលពិនិត្យមើលទៅលើរាងកាយរបស់វាឃើញមានស្នាមចាមជាពិសេសនៅនឹងបាតជើងរបស់វាមានស្នាមចាមខៀវយ៉ាងចម្លែកបើតាមមនុស្សចាមនៅជិតខាងប្រាប់ថាអាកកឬខ្មោចព្រាយយកទៅនៅជាមួយខ្ញុំទើបគិតឃើញថាខ្មោចព្រាយដែលយកអាកកទៅនៅជាមួយនោះគឺប្រកាសជាព្រាយជីទូកខ្មៅមួយគ្រឿងដែលអាកកវាឃើញនោះហើយចាប់ពីពេលនោះមកខ្ញុំនិងមិត្តក៏លែងហ៊ានទៅបបកត្រីនៅស្ទឹងនោះទៀតព្រោះខ្លាចបានទៅនៅជាមួយអាកកនៅស្ទឹងនោះដែរតើប្រិយមិត្តអ្នកស្ដាប់រឿងនេះយល់យ៉ាងណាដែរកម្មវិធីនិទានរឿងខ្មោច Mr. Bona ជំនឿឬការពិតបានមកដល់ទីបញ្ចប់ខ្ញុំបាទសំណាងសូមអរគុណជួបគ្នាវីដេអូក្រោយ